សួស្តីប្រិយមិត្តដែលបានស្ដាប់នៅក្នុង Channel YouTube របស់ខ្ញុំបាទតារាខ្មែរលុយថ្ងៃនេះខ្ញុំបាទនឹងធ្វើបទបង្ហាញនៅអាវុធទំនើបមួយប្រភេទ PHL-16 ហើយតើប្រសិនបើកម្ពុជាទិញអាវុធនេះមកតើវាមានគុណសម្បត្តិអ្វីខ្លះតោះទៅស្ដាប់បទបង្ហាញរបស់ខ្ញុំបាទទាំងអស់គ្នា PHL-16 គឺជាប្រព័ន្ធបាញ់រ៉ុកែតពហុបំពង់ទំនើបបំផុតមួយរបស់ចិនដែលមានសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយនិងមានភាពត្រឹមត្រូវខ្ពស់ប្រសិនបើកម្ពុជាទិញយកមកប្រើវានឹងជួយលើកកម្ពស់សមត្ថភាពការពារជាតិយ៉ាងខ្លាំង PHL-16 ប្រើបច្ចេកវិទ្យា Digital ទំនើបដូចជា GPS និងប្រព័ន្ធបញ្ជាឆ្លាតវៃធ្វើឲ្យការបាញ់មានភាពត្រឹមត្រូវខ្ពស់និងអាចកំណត់គោលដៅបានរហ័សជាងប្រព័ន្ធចាស់ៗប្រព័ន្ធនេះអាចបាញ់រ៉ុកែតបានចម្ងាយចាប់ពី70គីឡូម៉ែត្ររហូតដល់ជាង300គីឡូម៉ែត្រអាស្រ័យលើប្រភេទរ៉ុកែតដែលសមស្របខ្លាំងសម្រាប់ការការពារដែនដីជាតិ PHL-16 អាចប្រើរ៉ុកែតចរន្តប្រភេទនិងបាញ់បានទាំងការវាយប្រហារផ្ទៃដីឬគោលដៅយុទ្ធសាស្ត្រសំខាន់ៗធ្វើឲ្យកងទ័ពមានជម្រើសច្រើនក្នុងការប្រតិបត្តិការបាញ់ជាបន្តបន្ទាប់ក្នុងរយៈពេលខ្លីអាចបង្កើតអំណាចភ័យខ្លាច deterrence ខ្ពស់ធ្វើឲ្យសត្រូវមិនហ៊ានរំលោភឆ្លងកាត់ព្រំដែន PHL-16 ត្រូវបានដំឡើងលើរថយន្តធំមានសមត្ថភាពផ្លាស់ទីលឿនសមស្របនឹងភូមិសាស្ត្រទាំងទន្លេទីទួលនិងតំបន់ព្រៃភ្នំរបស់កម្ពុជាប្រសិនបើកម្ពុជាមាន PHL-16 នោះកងទ័ពអាចបង្កើនសមត្ថភាពការពារជាតិព្រមទាំងធ្វើឲ្យយុទ្ធសាស្ត្រយោធាមានភាពទំនើបនិងស្មើភាពជាមួយប្រទេសក្នុងតំបន់ការមានអាវុធទំនើបដូចជា PHL-16 មិនមែនសម្រាប់វាយប្រហារទេប៉ុន្តែជាសារបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន PHL-16 អាចប្រើបានរយៈពេលវែងបន្ថែមតម្លៃយុទ្ធសាស្ត្រដល់កងទ័ពនិងជួយឲ្យការវិនិយោគលើវិស័យការពារជាតិមានប្រសិទ្ធភាពសរុបមកប្រសិនបើកម្ពុជាទិញប្រព័ន្ធ PHL-16 វានឹងជួយលើកកម្ពស់សមត្ថភាពយោធាបង្កើនការការពារជាតិនិងធ្វើឲ្យកម្ពុជាមានភាពរឹងមាំក្នុងការរក្សាសន្តិភាពនិងអធិបតេយ្យភាពជាតិអរគុណសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចជួយចុច Subscribe Channel ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូរបស់ខ្ញុំបាទបន្តទៀត Like a stone in still water, waking, sleeping walls.